តាមកស្គាល់4កន្លែងស្អាតៗនៅលើភ្នំបូកគោប្រសិនបើបងប្អូនបានមកលេងលើភ្នំបូកគោហើយនេះជាកន្លែងទាំង4ដែលបងប្អូនមិនគួរមើលរំលងកន្លែងទី1រូបសំណាកលោកយាយម៉ៅទី2កាហ្វេថ្មមុខយក្សទី3ទឹកធ្លាក់ពពកវិលទី4វាលស្រែ500ហើយដំណើរកម្សាន្តរបស់យើងចេញពីភ្នំពេញទៅបូកគោចាប់ពីម៉ោង4ទៀបភ្លឺនឹងទៅដល់ទីរួមខេត្តកំពតនៅម៉ោង6ព្រឹកហើយពួកយើងក៏បានឈប់សម្រាកបន្តិចស្រស់ស្រូបអាហារពេលព្រឹករួចពួកយើងក៏បន្តដំណើរទៅលើភ្នំបូកគោតែម្ដងចំណែកឯទេសភាពនៅតាមដងផ្លូវនៅពេលព្រឹកពិតជាស្រស់ស្អាតខ្លាំងមែនទែនមិនបានយូរប៉ុន្មានពួកយើងក៏បានធ្វើដំណើរមកដល់កាហ្វេថ្មមុខយក្សរីឯបរិយាកាសនិងទេសភាពនៅទីនេះមិនចាញ់ស្រុកគេប្រមាណទេបងប្អូនទាំងអស់គ្នាយើងអាចគយគន់ទេសភាពពីលើភ្នំទៅកាន់ក្រុងកំពតទាំងមូលនាពេលព្រឹកសម្រាប់បងប្អូនដែលចូលចិត្តថតរូបខ្ញុំសូមរីកខមមិនកុំចោលទីនេះឲ្យសោះនោះគឺកាហ្វេមុខយក្សមិនយូរប៉ុន្មានពួកយើងបានបន្តដំណើរទៅមុខទៀតអូយបងប្អូនទាំងអស់គ្នាអាឡែងតែជាប់ចិត្តព្រៃឈើនិងវងស្វានៅតាមដងផ្លូវ15នាទីក្រោយមកយើងក៏បានមកដល់រូបសំណាកលោកយាយម៉ៅរួចហើយយើងក៏មិនភ្លេចដែរចូលមកបន់ស្រន់និងសូមសេចក្តីសុខសេចក្តីចម្រើនអំពីសំណាក់លោកយាយម៉ៅហើយអដែងណែយើងក៏មិនភ្លេចដែរនៅការថតរូបស្អាតៗពីលើភ្នំអញ្ចឹងណាហើយដំណើរទី3របស់យើងឆ្ពោះទៅកាន់វាលស្រែ500និយាយពីថាទេសភាពវាលស្រែ500ខែនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអ្វីកាន់តែពិសេសនៅទីនេះបងប្អូនទាំងអស់គ្នាមានផ្កាថ្មដុះដុំលើគ្នាមានផ្កាលឹង1000ដូចនៅភពផ្សេងអញ្ចឹងបងប្អូនទាំងអស់គ្នាហើយដំណើរទី4របស់យើងឆ្ពោះទៅកាន់ទឹកធ្លាក់ពពកវិលសម្រាប់ទឹកធ្លាក់ពពកវិលខែដែលខ្ញុំទៅនេះផងដែរមានទឹកធ្លាក់ហូរតិចៗអាចមកលេងបានបងប្អូនសម្រាប់ទឹកថ្មលើភ្នំមានពណ៌ក្រហមស្រាលៗនិងត្រជាក់ខ្លាំងមែនទែនរីឯតម្លៃសម្បត្តិវិញម្នាក់ត្រឹមតែ2000ទេបងប្អូនអរគ្នាហើយយើងអាចបដូរយកទឹកសុទ្ធម្នាក់មួយដបមកវិញផងដែរហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ផងដែរចុច follow ដើម្បីទទួលបាននៅវីដេអូបន្តអរគុណ